របបចំណីអាហារពិតជាអាចប៉ះពាល់ទៅដល់វត្តរដូវស្ត្រីធ្វើឲ្យស្ត្រីកាន់តែចុកខ្លាំងកាន់តែមានអារម្មណ៍មួម៉ៅខ្លាំងហើយនឹងមករដូវរអាក់រអួលមែនអត់សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DR Top ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជាបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926ចាសូមជម្រាបសួរនឹងខ្ញុំវិជ្ជាបណ្ឌិតលឹមចានវិរតជាវិជ្ជាបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីនិងជាអគ្គនាយិកានៃមន្ទីរសម្រាប់ព្យាបាល DR Top ដែលមានទីតាំងចូលចាំច្រកមណ្ឌលសុខភាពស្ទឹងមានជ័យជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យហើយថ្ងៃនេះខ្ញុំចង់លើកយកនៅកត្តាដែលថាស្ត្រីមុនពេលមករដូវនឹងមានប្រែប្រួលខ្លួនប្រាណមិនខ្លះហើយរបបចំណីអាហារពិតជាអាចប៉ះពាល់ទៅលើការមករដូវនឹងមែនអត់ហើយមានរបបចំណីអាហារអីខ្លះដែលអាចធ្វើឲ្យមានការមករដូវនឹងមានបញ្ហាគេហៅថា pre-menstrual syndrome ភាសាអង់គ្លេស pre-menstrual syndrome គេហៅថា PMS គឺជាសញ្ញាបញ្ជាក់ថាស្ត្រីជិតមករដូវហើយអញ្ចឹងសញ្ញាអីខ្លះដែលបង្ហាញថាស្ត្រីជិតមករដូវទី1គាត់ឡើងដើមទ្រូងទី2គាត់អាចចុកចង្កេះលេងចង្កេះទី3 mood swing ពេលហ្នឹងកំប៉ះតែប៉ះឆេះមនុស្សស្រីតែមុនមករដូវមួម៉ៅអាក្រក់មួយទៀតគឺគាត់មានអារម្មណ៍ហាត់តឹងដៃតឹងជើងអ្នកខ្លះមានសញ្ញាខ្លាំងមែនតើអាចរហូតដល់ការរាកឬមួយក៏គាត់ឈឺក្បាលខ្លាំងតើរបបចំណីអាហារអីខ្លះដែលបងប្អូនស្ត្រីរបស់យើងត្រូវធ្វើការប្រយ័ត្នប្រយែងកុំឲ្យខ្លួនឯងមាន PMS មានន័យថា pre-menstrual syndrome នឹងខ្លាំងពេកទីមួយគឺកុំញ៉ាំប្រៃអំបិលកាលណាប្រៃពេកតាមរយៈ website មួយរបស់ MedPack បានបង្ហាញថាការញ៉ាំអំបិលច្រើនពេកធ្វើឲ្យយើងមាន retention មានន័យថាការចាល់នៅសារធាតុទឹកនៅក្នុងខ្លួនដែលធ្វើឲ្យយើងមានការតឹងដៃតឹងជើងពេលខ្លះយើងមានអារម្មណ៍ហើមឬពេលខ្លះយើងមានអារម្មណ៍ហើមពោះអញ្ចឹងយើងចិត្តមករដូវយើងរៀងតឹងដៃតឹងជើងស្រាប់ហើយអញ្ចឹងពេលមានអាហ្នឹងហិតតែមានបញ្ហាលំបាកការញ៉ាំអាហារហឹរក៏ជាកត្តាមួយធ្វើឲ្យរដូវរបស់យើងមានការប្រែប្រួលផងដែរពីព្រោះហឹរនៅពេលដែលយើងចិត្តមករដូវយើងនឹងមានការបញ្ចេញអាស៊ីតកាពះខ្លាំងពេលដែលយើងញ៉ាំហឹរអាស៊ីតកាពះរបស់យើងក៏ចេញខ្លាំងដែរវាទៅធ្វើឲ្យមានការ irritated នៅនឹងកាពះរបស់យើងធ្វើឲ្យយើងអាចនឹងមានការចុកមួយទៀតហឹរអាចធ្វើឲ្យយើងមករដូវចុកខ្លាំងខុសពីធម្មតាការពិសានៅពពុះអាហារដែលមានជាតិអាល់កុលឬគឺក៏ធ្វើឲ្យយើងមានបញ្ហាដែរព្រោះការញ៉ាំអាល់កុលវាយើងមានសារជាតិពុលច្រើនអញ្ចឹងយើងអត់ស្រួលខ្លួនទេញ៉ាំអាហារអីគេទៀតដែលអាចប៉ះពាល់អញ្ចឹងនៅក្នុង research study មួយចំនួននឹងទៅតាមការយល់ឃើញរបស់បងប្អូនយើងនៅក្នុងស្រុកខ្មែរយើងហ្នឹងអ្នកខ្លះគាត់យល់ថាពេលដែលមានរដូវអ្នកមករដូវចុកឲ្យញ៉ាំទឹកកកអីព្រោះញ៉ាំទឹកកកទៅធ្វើឲ្យមកកាន់តែចុកហើយការញ៉ាំទឹកកកហ្នឹងទៅគឺធ្វើឲ្យអរដូវអញ្ចឹងរឿងហ្នឹងជារឿងពិតប្រាកដមែនអត់អញ្ចឹងរឿងហ្នឹងវាមានការលក្ខខណ្ឌវាមិន100%ទេតែវាពិតប្រាកដត្រង់ថាបើសិនជាយើងកំពុងតែមករដូវយើងញ៉ាំទឹកកកពិតជាឲ្យចុកមែនគឺដោយសារតែភាពត្រជាក់ធ្វើឲ្យមានការកន្ត្រាក់នៃស្បូនបានខ្លាំងជាងមុនអញ្ចឹងធ្វើឲ្យយើងងាយចុកជាងធម្មតាញ៉ាំទឹកកកធ្វើឲ្យរដូវលែងមកហ្មងអាហ្នឹងវាមិនមែនជារឿងពិតប្រាកដ 100% ទេការញ៉ាំទឹកដូងតើការញ៉ាំទឹកដូងពិតជាធ្វើឲ្យស្ត្រីមករដូវចុកមែនអត់ហើយការញ៉ាំទឹកដូងពិតជាធ្វើឲ្យស្ត្រីហ្នឹងគាត់មករដូវអត់អស់ឈាមរដូវមែនទេអញ្ចឹង reality នៅក្នុងទឹកដូងគឺនៅក្នុងនោះមាននៅសារធាតុចិញ្ចឹមមានសារធាតុអរម៉ូនខ្ពស់ទៅលើ estrogen មាន prostaglandin ក្នុងហ្នឹងតែក្នុងនោះក៏មានជាតិរ៉ែដែរបើសិនជាយើងញ៉ាំទឹកដូងនៅក្នុងកម្រិតខ្ពស់គឺជាតិអរម៉ូន estrogen ហ្នឹងជាមួយនឹង prostaglandin ដែល prostaglandin ធ្វើឲ្យយើងមករដូវចុកពិតជាអាចធ្វើឲ្យយើងមកចុកមែនហើយបើ estrogen ឡើងខ្ពស់ដូចជាមិនមានផលប៉ះពាល់ទៅលើការមករដូវទេតែមករដូវចុកអូខេអញ្ចឹងនៅក្នុងនេះគេនិយាយថាមិនមែនគ្រប់ការញ៉ាំទឹកដូងត្រូវតែឲ្យយើងអរដូវទេឬមកចុកទេបើសិនជាការញ៉ាំទឹកដូងរបស់យើងនៅក្នុងកម្រិតមួយដែលតិចអត់ច្រើនខ្លាំងអានោះទៅជាល្អវិញព្រោះអីយើងមករដូវយើងមិនអស់ឈាមអស់កម្លាំងទុនលហិតលហៃត្រូវទេអញ្ចឹងពេលដែលយើងញ៉ាំទឹកដូងនៅក្នុងកម្រិតតិចល្មមវាជួយបំពេញនូវសារជាតិរ៉ែសារជាតិទឹកមកយើងចាអញ្ចឹងមានប្រមាណចំណុចនេះដែលខ្ញុំចង់លើកឡើង
មកប្រាប់បងប្អូនស្ត្រីរបស់យើងដើម្បីឲ្យយល់ដឹងហើយនឹងត្រូវដឹងថាខ្លួនឯងគួរធ្វើមិនខ្លះមុនពេលមករដូវតកុំញ៉ាំប្រៃពេកព្រោះអីស្រុកយើងឥឡូវហ្នឹងគឺពេញនិយមមែនតើបុកល្ហុងគ្រឿងជ្រក់អីត្រីសាល់មុនគ្រឿងភ្លាក្តាមភ្លាអីសិតតែរបស់ដែលប្រៃហើយហឹលទៀតតែកាលណាយើងញ៉ាំមកអស់ហ្នឹងទៅធ្វើឲ្យវត្តរដូវយើងមកអត់ស្រួលទេចាអញ្ចឹងអ្នកដែលចូលចិត្តញ៉ាំទឹកដូងអាចបន្ថយមកញ៉ាំកម្រិតតិចល្មមបាននៅតែអាចញ៉ាំបានចាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាសារទូទៅក្នុងការថែទាំសុខភាពសម្រាប់បងប្អូនស្ត្រីរបស់យើងដើម្បីកាត់បន្ថយកុំឲ្យមានរោគសញ្ញាមុនមករដូវជាពិសេសអាមួម៉ៅឆេឆាវហ្នឹងហ្មងចាសូមអរគុណសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DR Top ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជាបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926